បរោះម្នាក់នេះនៅចំពោះមុខនេះដើម្បីក្លាយជាអ្នកល្បីលើបណ្ដាញសង្គមហ៊ានឡើងភ្នំដោយដៃទេនៅលើអគារខ្ពស់ថែមទាំងបានធ្វើចលនាពិបាកហើយបង្ហាញភាពអំនួតទៅកាន់ហ្វូងមនុស្សដែលឈរមើលនៅខាងក្រោមទទួលបានការអបអរសាទរពីអ្នករាល់គ្នាប៉ុន្តែមួយវិនាទីក្រោយមកគាត់ក៏បានបាក់ឈើហើយបានធ្លាក់ចុះមកក្រោមត្រង់គាត់មានប្រតិកម្មលឿនក៏បានចាប់ឈើមួយកំណាត់យ៉ាងលឿនហើយព្យួរនៅលើអាកាសដ៏ខ្ពស់រាប់ម៉ឺនម៉ែត្រឃើញចម្ងាយខ្ពស់បែបនេះបើធ្លាក់ចុះប្រកាសជាស្លាប់គ្មានសល់ខ្លួនហើយទីហ៊ានចាស់ម្នាក់នៅក្នុងហ្វូងមនុស្សឃើញដូច្នោះក៏បានប្រញាប់ប្រញាល់ទៅជួយសង្គ្រោះភ្លាមពេលទៅដល់លើដំបូលក៏បានបើកក្បាលពន្លត់អគិភ័យភ្លាមហើយបានរំទុយយកទឹកដែលបានភ្ជាប់រួចហើយទៅនឹងចង្កេះរបស់គាត់បន្ទាប់មកទីហ៊ានចាស់នោះដូចជាទីហ៊ានទេពដែលបានចុះពីលើមេឃបានរត់ចុះពីលើដំបូលយ៉ាងលឿនពេលនោះឈើដែលនៅក្នុងដៃបរោះនោះក៏បានបាក់ភ្លាមអរគុណដល់ទីហ៊ានចាស់ដែលបានលូកដៃជួយទាន់ពេលវេលាហើយបានចាប់ដៃបរោះនោះបានយ៉ាងជោគជ័យហ្វូងមនុស្សក៏បានអបអរសាទរយ៉ាងរីករាយផងដែរនៅពេលដែលឃើញដូច្នោះក្មេងថតឲ្យត្រឹមប៉ុន្មានក្បាច់ចំណឹងសោះហ៊ានរៀនឡើងក្នុងដូចគេបរោះអំនួតនោះមិនព្រមចុះចាញ់ទេថែមទាំងប្រជែងអ្នកសង្គ្រោះជីវិតខ្លួនថាតើអ្នកណាឡើងអគារលឿនជាងពួកគេទាំងពីរក៏បញ្ចេញសមត្ថភាពរៀងខ្លួនជាលទ្ធផលទីហ៊ានចាស់មានជំនាញខ្ពស់ជាងហើយបានឡើងដល់ដំបូលមុនគេឃើញបែបនេះបរោះនោះក៏ឆ្ងល់ពីអត្តសញ្ញាណហើយសួរនាំថាគាត់បានហាត់រៀនបច្ចេកទេសនេះពីណានៅក្នុងក្រុមពួកយើងខ្ញុំជាអ្នកឡើងភ្នំដែលអន់ជាងគេបំផុតពេលលាសម្ដីនេះបរោះនោះភ្ញាក់ផ្អើលយ៉ាងខ្លាំងរីឯប៉ូលីសនៅក្បែរនោះក៏បានស្គាល់ទីហ៊ានចាស់នោះចេញអ៊ីវីម៉ារេនជីទីហ៊ានជើងចាស់នៃកងអនុហ្វេណាតូចទី1អតីតយុទ្ធជនចាស់ទាំងពីររូបនេះជួបគ្នាតែរំភើបយ៉ាងខ្លាំងដែលភាពបរោះដែលស្ទើរតែស្លាប់ទៅហើយនោះប៉ុន្តែគាត់បែរជាប្រញាប់ប្រញាល់ចូលទៅដល់ទីហ៊ានចង់ឲ្យលោកម៉ារេនជីបង្រៀនបច្ចេកទេសឡើងភ្នំសម្រាប់រឿងដែលគួរឲ្យចាប់អារម្មណ៍បែបនេះជាការពិតណាស់ត្រូវតែមន់បំពងនិងដំឡូងបំពងខ្លះដើម្បីញ៉ាំបណ្ដាមើលបណ្ដាថ្មីនេះខ្ញុំតែងតែប្រើបានបញ្ចុះតម្លៃដ៏អស្ចារ្យនៅលើឆៃនីវដែលអាចទិញគឺនឹងមន់បំពងបានទាំងឈុតក្នុងតម្លៃតែ 9.9 យ៉នប៉ុណ្ណោះវាពិតជាសន្សំសំចៃខ្លាំងណាស់សម្រាប់ការញ៉ាំផឹកនិងកំសានខ្ញុំសូមណែនាំឆៃនីវមុនគេឆៃនីវពិតជាអស្ចារ្យណាស់គិតថាអ្នកទាំងពីរនឹងមិនជួបគ្នាទៀតទេប៉ុន្តែរឿងរ៉ាវបែរជាមានការផ្លាស់ប្ដូរដ៏ធំទៅវិញនារាត្រីនោះកូនអ្នកមានចំនួនទី2បានលួចចូលផ្ទះដោយស្ងាត់ដូចចោលលុបចូលទៅបន្ទប់គេងប៉ុន្តែឪពុករបស់គាត់បានរងចាំនៅក្នុងភាពងឹតជាយូរមកហើយបន្ទាប់មកគាត់បានហៅកូនប្រុសទៅបន្ទប់ទទួលភ្ញៀវហើយបានប្រគល់លិខិតហៅពលរដ្ឋចូលបម្រើយោធាមួយច្បាប់ឲ្យគាត់លូហ្វីឃើញហើយក៏ភ្ញាក់ផ្អើលយ៉ាងខ្លាំងឪពុករបស់គាត់ចង់គ្រប់គ្រងនិងអប់រំគាត់ឲ្យបានល្អតាមរយៈកងទ័ពលូហ្វីបានបដិសេធសំណើរបស់ឪពុកគាត់ព្រាងឃើញដូច្នេះឪពុករបស់គាត់ក៏បានលើកទូរស័ព្ទអ្នកគ្រប់គ្រងផ្ញើសន្តិសុខ10នាក់មកផ្ទះយើងឥឡូវហ្នឹងប៉ាហើយសន្តិសុខមកធ្វើអីមិនចង់ធ្វើទីនេះទេបាទស្អែកទៅរៀនថ្នាក់បន្ថែមរៀនចប់ហើយប្រឡងចូលមហាវិទ្យាល័យសន្តិសុខ10នាក់នេះនឹងតាមឃ្លាំមើលឯង24ម៉ោងចាប់ពីពេលនេះទៅលូហ្វីមិនពេញចិត្តខ្លាំងណាស់ព្រោះវាពិបាកទ្រាំជាងការរឹតបន្តឹងសេរីភាពតខ្លួនរបស់គាត់ទៅទៀតគេឃើញគាត់ដើរចូលបន្ទប់គេងទាំងខឹងខ្លាំងមិននឹកស្មានថាឪពុករបស់គាត់បានដកសោទ្វារចេញភ្លាមហើយចាក់សោគាត់នៅក្នុងបន្ទប់គេងនោះទេសម្រាប់លូហ្វីដែលមានបច្ចេកទេសឡើងភ្នំជាមូលដ្ឋានវាមិនមែនជារឿងពិបាកសម្រាប់គាត់នោះទេគាត់បានស្ពីកាតាបហើយឡើងចុះពីជាន់លើភ្លាមរួចរត់គេចខ្លួនយ៉ាងលឿនទៅកាន់ទីឆ្ងាយដោយមិនដឹងថាអ្វីទាំងអស់នេះស្ថិតនៅក្នុងការរំពឹងទុករបស់ឪពុកគាត់នោះទេគាត់បានទៅរកមិត្តភក្តិចាស់របស់គាត់ដោយគិតថាអាចទទួលបានជំនួយតែមិននឹកស្មានថាអ្វីដែលហៅថាបងប្អូនទាំងនេះត្រូវបានឪពុកគាត់ទិញដោយលុយរួចទៅហើយក្រោមការលំបាករបស់លុយមិត្តភាពក៏បែកបាក់តែនៅពេលពួកគេកំពុងច្រៀងដោយរីករាយលូហ្វីបានលួចកាត់ខ្សែដែលចង់ដៃរបស់គាត់ហើយរត់គេចខ្លួនបាត់ទៅពីមុនគាត់អាចរស់នៅដោយសេរីជាមួយលុយឪពុកគាត់ចង់បានអ្វីក៏បានតែពេលនេះគាត់គ្មានលុយមួយកាក់សោះដូចជាមនុស្សអនាថាដេកតាមចិញ្ចាំផ្លូវយ៉ាងណាមិញនៅពេលដែលគាត់ភ្ញាក់ពីដំណេកនៅថ្ងៃបន្ទាប់រឿងដែលគាត់មិននឹកស្មានដល់នោះគឺសំបីតែស្បែកជើងរបស់គាត់ក៏ត្រូវបានគេលួចដែរគាត់មានតែដើរជើងទេតាមដងផ្លូវពីមុនម្ហូបឆ្ងាញ់លើភ្នំនិងសមុទ្រគាត់អាចភ្លក់បានតាមចិត្តតែឥឡូវសំបីតែកន្ទក់នំបញ្ចុកតូចតាមផ្លូវក៏គាត់ទិញមិនបានដែរដោយគ្មានជំរឿនលូហ្វីបានទៅរកលេងរយូដោយគ្មានខ្លាំងគាត់បានញ៉ាំនំប៉័ង4ចាំអស់មួយដង្ហើមតែនៅថ្ងៃបន្ទាប់ពេលគាត់ទៅបាក់ភ្នែកគាត់ស្ទើរតែដួលសន្លប់ទៅហើយគឺដោយសារលេងរយូគឺជាបុគ្គលិករបស់ឪពុកគាត់លូហ្វីដែលគ្មានជំរឿនគាត់ទទួលយកការពិតដ៏សែនខូចខើហើយបានខ្លាចជាជំនាញថ្មីតែក្នុងចិត្តគាត់មានគំនិតអាក្រក់ដោយចង់ធ្វើខុសដើម្បីឲ្យត្រូវបណ្ដេញពីកងទ័ពទៅទៀតហើយគាត់បានបន្តជំនួសជាមួយអ្នកដទៃដល់ទៅទីបំផុតក៏បានតាក់ទាញមេដឹកនាំឲ្យមកដល់លូហ្វីបានសម្លឹងមើលបរិសុទ្ធនោះឡើងចុះឃើញគាត់ពាក់ស្បែកជើងគាត់គ្មានសភាពជាយោធាតតែសោះដូច្នេះហើយគាត់ក៏ហ៊ានបួលគាត់មិនឲ្យរវល់នឹងពីការនឹងដទៃពាក់ស្បែកជើងគាត់សម្ដែងជាហ្វូយុនស៊ីសិនហ្វូយុនស៊ីសិនតាអ្នកឈ្មោះអ្វីទីហ៊ានថ្មីដែលនៅក្បែរនោះប្រញាប់ទាញលូហ្វីចេញហើយខ្សឹបប្រាប់គាត់កុំឲ្យធ្វើបាបមេដឹកនាំតែគាត់គិតថាបរិសុទ្ធនេះមិនទេនេះច្បាស់ជាគូដែលសម្អាតបង្គន់ហើយរីកាលោកមេបញ្ជាការសម្លៀកបំពាក់របស់លោកបានបោះពុករួចហើយល្អស៊ីម៉ាតែមិនមែនជាទីហ៊ានសិល្បៈដែលជាទេ